ตุអ្វីបានជាយើងធ្វើឲ្យខ្លួនឯងឈឺចាប់ម្ល៉េះហេតុអ្វីបានជាយើងដាក់សម្ពាធខ្លួនឯងខ្លាំងម្ល៉េះជីវិតមួយនេះមិនទៀងទាត់នោះទេយើងមកលេងផែនដីមួយផ្លែតក៏យើងត្រឡប់ទៅវិញដូច្នេះហេតុអីបានជាយើងដាក់សម្ពាធខ្លួនឯងខ្លាំងម្ល៉េះហេតុអ្វីបានជាយើងច្បាស់លាស់ម្ល៉េះហេតុអ្វីបានជាយើងតឹងតែងម្ល៉េះរស់នៅឲ្យសប្បាយធ្វើរឿងល្អឲ្យបានច្រើនធ្វើអំពើល្អទៅកាន់អ្នកដទៃឲ្យកាន់តែច្រើនយើងកាន់តែសប្បាយចិត្តសូម្បីតែអ្នកដែលមើលឃើញអំពើល្អរបស់យើងក៏គាត់ចូលរួមក្នុងការត្រេកអររីករាយសប្បាយចិត្តដូច្នេះយើងរស់នៅក្នុងដំណើរជីវិតមួយដែលមិនទៀងទាត់នោះទេខ្ញុំចង់ឲ្យបងប្អូនរីករាយសប្បាយចិត្តហើយចូលធ្វើអំពើល្អឲ្យបានច្រើនកុំតឹងតែងពេកកុំដាក់សម្ពាធខ្លួនឯងខ្លាំងពេកគ្មាននរណាល្អឥតខ្ចោះទេក៏គ្មាននរណាម្នាក់អាក្រក់ហួសហេតុនោះដែរមនុស្សម្នាក់រស់នៅក្នុងស្ថានភាពផ្សេងគ្នានៅក្នុងពេលវេលាផ្សេងគ្នាកលៈទេសៈអាចតម្រូវឲ្យមនុស្សម្នាក់ត្រូវធ្វើរឿងមួយហ្នឹងអញ្ចឹងយើងប្រហែលជាមិនដឹងអំពីហេតុផលពិតប្រាកដរបស់គាត់នោះទេដូច្នេះយើងក៏មិនអាចទៅវិតម្លៃគាត់បាននោះដែរមានតែបុគ្គលខ្លួនឯងតែប៉ុណ្ណោះដែលដឹងហេតុផលពិតប្រាកដថាតើហេតុអ្វីបានជាខ្លួនធ្វើរឿងមួយហ្នឹង